ននៃកាត់ឆ្នាំមួយចានៅក្នុងខែសីហាខាងមុខនេះគឺជាខែដែលលោកអ្នកអាចបង្ហាញសមត្ថភាពនិងទទួលបានការគាំទ្រពីអ្នកជុំវិញខ្លួនប៉ុន្តែអាចមានបញ្ហាមួយចំនួនចូលមកដូចគ្នាប៉ុន្តែលោកអ្នកត្រូវប្រើភាពអត់ធ្មត់ហើយនឹងកុំបោះបង់អ្វីចោលដោយងាយៗចាចំពោះការងារគឺមានភាពរលូនជាងមុននិងទទួលបានការទុកចិត្តពីថ្នាក់លើឬក៏អតិថិជនចំពោះអ្នករកស៊ីអាចទទួលបានការពង្រីកអាជីវកម្មចាឬក៏ដៃគូថ្មីផងដែរចាហើយជៀសវាងកុំសន្យាទៅលើអ្វីដែលលោកអ្នកមិនប្រកាសថាខ្លួនឯងអាចធ្វើបានចាចំពោះហេរ៉ាវត្ថុចំណូលចូលមកល្អប្រសើរជាងមុនចាប៉ុន្តែគួរតែជៀសវាងក្នុងការចំណាយទៅលើអ្វីដែលមិនចាំបាច់ហើយមួយវិញទៀតអាចមានការចំណាយទៅលើគ្រួសារឬក៏ការរៀបចំតុបតែងផ្ទះសម្បែងជាដើមចាចំពោះស្នេហាចាអាចមានភាពផ្អែមល្ហែមជាងមុនសម្រាប់អ្នកមានគូចាប៉ុន្តែត្រូវតែមានការលះបង់និងស្ដាប់គ្នាបានច្រើនចាចំពោះអ្នកនៅលាវក៏អាចមានឱកាសស្គាល់ជាមួយនឹងមនុស្សថ្មីតាមរយៈមិត្តភ័ក្តិឬក៏ការងារដូចគ្នាចាចំពោះសុខភាពត្រូវតែសម្រាប់បានគ្រប់គ្រាន់ហើយនឹងគ្រប់គ្រងអារម្មណ៍តានតឹងរបស់លោកអ្នកនិងគុំទទួលការងារឬក៏ធ្វើការឲ្យច្រើនហួសកម្លាំងចាសារសម្រាប់បងប្អូនដែលកាត់ឆ្នាំមួយម៉ែនៅក្នុងខែសីហាចាការអត់ធ្មត់និងចិត្តសប្បុរសរបស់លោកអ្នកនឹងនាំឲ្យលោកអ្នកទៅរកភាពជោគជ័យនៅពេលខាងមុខហើយគុំតន់បញ្ញាបញ្ញាក្នុងការចង់បានផ្លែផ្កានៅពេលនេះគឺជាពេលវេលាដែលលោកអ្នកកំពុងតែដាំពូជចាអញ្ចឹងលោកអ្នកត្រូវថែទាំឫសគល់របស់លោកអ្នកឲ្យល្អសិនចាសូមអរគុណ